ខ្មាស់ខ្លួនឯងក្នុងនាមជាពិបាលខេត្តបាទខ្មាស់ខ្លួនឯងណាបាទចឹងស្នើសុំឲ្យលោកស្រីចេះខ្មាស់ខ្លួនឯងផងរឿងយើងដាក់ពិន័យទៅវិន័យទៅពិន័យជាប្រាក់ទៅអ្នកដែលដាក់ចម្រាមប្រេះផ្ដាស់ហ្នឹងទៅខ្ញុំឲ្យតែជិះតាមដងផ្លូវមួយចំនួនផ្លូវជាតិក្តីអីក្តីខ្ញុំចឹងទេសូមស្នើសុំឲ្យអស់លោកស្រីដែលជាមេឃុំចៅសង្កាត់អស់លោកដែលជាអភិបាលក្រុងស្រុកអញ្ជើញទៅផ្ទះវិញសូមមេត្តាពិនិត្យមើលតាមដងផ្លូវយើងដែរពិនិត្យមើលបាទមានសម្រាប់ឬក៏អត់ហើយកិច្ចការងារហ្នឹងគឺអាជ្ញាធរមូលដ្ឋានរបស់យើងតតែមានការតម្រង់ទិសចូលរួមរឿងយើងដាក់ពិន័យទៅវិន័យទៅពិន័យជាប្រាក់ទៅអ្នកដែលដាក់ចម្រាមប្រេះផ្ដាស់ហ្នឹងទៅខ្ញុំមកតែជិះតាមដងផ្លូវមួយចំនួនផ្លូវជាតិក្តីអីក្តីខ្ញុំខ្មាស់ខ្លួនឯងក្នុងនាមជាពិបាលខេត្តបាទខ្មាស់ខ្លួនឯងណាបាទចឹងស្នើសុំឲ្យលោកស្រីចេះខ្មាស់ខ្លួនឯងផងឥឡូវនេះយើងមានវិភាគហើយថាការដើម្បីគ្រប់គ្រងសម្រាមចឹងស្នើសុំឲ្យលោកស្រីដែលជាមេឃុំចៅសង្កាត់អស់លោកដែលជាអភិបាលក្រុងស្រុកយកចិត្តទុកដាក់មែនតើបាទធ្វើយ៉ាងម៉េចស្នើសុំឲ្យតាមដងផ្លូវជាតិរបស់យើងទាំងអស់មិនត្រូវមានសម្រាមបើមានខ្ញុំធ្វើលិខិតព្រមាន2ដងហើយខ្ញុំមានវិធានការបាទខ្ញុំមានវិធានការហើយខ្មាស់គេណាឥឡូវនេះទាំងអ្នកមករកទទួលទានអ្នកវិនិយោគិនអ្នកទេសចរច្រើនណាស់ក្នុងខេត្តរបស់យើងមានរហូតដល់1500ឥឡូវ82រោងចក្រខែមុនខ្ញុំនិយាយតែ1566ឥឡូវឡើងដល់1582ឡើង16រោងចក្រសហគ្រាសទៀតអ្នកទេសចរមកលេងនៅក្នុងខេត្តរបស់យើង2025កន្លងមកនេះ1.6 លានអ្នកជាងចុះប្រសិនបើគេមកឃើញសម្រាមច្រើនគេមានអារម្មណ៍មកលេងទៀតទេនៅក្នុងខេត្តរបស់យើងចឹងខ្ញុំមានវិធានការសម្រាប់អស់លោកដែលជាអភិបាលក្រុងស្រុកឲ្យច្បាស់លាស់ទាំងអស់គ្នាមើលធ្វើកិច្ចការបានទទួលបានប្រសិទ្ធផលការងាររបស់យើងមើលឥឡូវនេះខ្ញុំថាដាក់នៅផ្លូវជាតិលេខ3លេខ4 44 51 41ឲ្យស្អាតបានមើលឥឡូវស្អាតមើលបើអស់លោកថាគ្មានសមត្ថភាពទេធ្វើលិខិតមកលាលែងជាចេញជាអភិបាលក្រុងស្រុកចេញទៅកុំនៅទៀតឥឡូវនេះអស់លោកដែលជាអភិបាលក្រុងស្រុកក្មេងពេញកម្លាំងដែលធ្វើការហើយគាត់សម្រាមធ្វើមិនបានបាច់ធ្វើទេបាច់ធ្វើអភិបាលក្រុងស្រុកអីទេបាទពាក្យពេចន៍ហ្នឹងខ្ញុំក៏ទទួលបានដូចអស់លោកដែលខ្ញុំត្រូវនិយាយដូចគ្នាចឹងដែរណាពីត្រាក់លើមកណាអញ្ចឹងយើងត្រូវអនុវត្តកិច្ចការងារនេះ2026របស់យើងនេះតទៅអង្គជ័យព័ត៌មានថ្មីទាន់ហេតុការណ៍មាននៅលើកញ្ចក់ទូរស័ព្ទដៃរបស់លោកអ្នក